ចង់បានសុខភាពល្អបងប្អូនទាំងគ្នាកុំភ្លេចចាំទុកធ្វើរឿងទាំងអស់នេះទី1នោះគឺកំណត់បរិមាណអាហារពេលល្ងាចបងប្អូនឲ្យបានសមស្របព្រោះអាហារពេលល្ងាចគឺជាអាហារមួយដែលបងប្អូនញ៉ាំចូលទៅបើសិនជាយើងញ៉ាំអាហារដែលអត់ល្អឬក៏ញ៉ាំបរិមាណច្រើនវាអាចបណ្ដាលឲ្យបងប្អូនមានបញ្ហាប៉ះពាល់ជាមួយនឹងសុខភាពអាចនឹងមានបញ្ហាលើសជាតិស្ករជាតិខ្លាញ់ដោយសារបងប្អូនដឹងហើយអាហារពេលនេះគឺជាអាហារមួយដែលវាប៉ះពាល់ជាមួយនឹងការសម្រាកនៅពេលយប់អញ្ចឹងបើសិនជាបងប្អូនអាចញ៉ាំអាហារបានបរិមាណសមស្របមិនច្រើនពេកហើយអាហារដែលល្អសម្រាប់រាងកាយហ្នឹងរឿងទី1ដែលបងប្អូនធ្វើបានគឺទទួលបានសុខភាពល្អចំណុចទី2នេះគឺប៉ះពាល់ជាមួយនឹងការហាត់ប្រាណជាប្រចាំបងប្អូនអាចចំណាយពេលយ៉ាងតិចមួយថ្ងៃក៏បានចន្លោះពី10ទៅ15នាទីដែរនៅក្នុងការហាត់ប្រាណដើម្បីឲ្យចរន្តឈាមក៏ដូចជារាងកាយបងប្អូនដំណើរការបានល្អចំណុចទី3នេះគឺកំណត់អាហារបងប្អូនកុំហូបប្រៃពេកហើយកុំផ្អែមព្រោះបងប្អូនដឹងហើយអាហារដែលមានរសជាតិប្រៃខ្លាំងផ្អែមខ្លាំងគឺវាបង្កឲ្យមនុស្សយើងមានបញ្ហាប៉ះពាល់ជាមួយនឹងសុខភាពច្រើនទី4បន្ទាប់គឺប៉ះពាល់ជាមួយនឹងការដែលបងប្អូននឹងញ៉ាំទឹកធ្វើម៉េចឲ្យបានគ្រប់គ្រាន់ព្រោះការញ៉ាំទឹកក៏ជារឿងមួយដែលសំខាន់ដូចគ្នាពេលណាដែលបងប្អូនញ៉ាំទឹកឲ្យបានគ្រប់រាងកាយបងប្អូនចាប់ដើមខ្សោះអត់សូវមានជាតិទឹកវាបង្កឲ្យបងប្អូនមានបញ្ហាសុខភាពទូទៅច្រើនផ្នែកហើយចំណុចទី5ចុងក្រោយបងប្អូនកុំមានទម្លាប់មួយចូលគេងយប់ជ្រៅពេកព្រោះតែគណៈបងប្អូនចូលគេងយប់ជ្រៅពេករាងកាយបងប្អូននឹងហូរមកនៅក្នុងការផលិតនៅកោសិកាថ្មីឡើងមកវាធ្វើឲ្យបងប្អូនមានបញ្ហាមួយគឺតកតងជាមួយនឹងសុខភាពងាយនឹងបងប្អូនឆាប់ចាស់ងាយនឹងមានបញ្ហា stroke ឬក៏មានបញ្ហាជំងឺវង្វេងស្មារតីច្រើនបើសិនជាបងប្អូនមានទម្លាប់មួយនៅក្នុងការគេងយប់ជ្រៅសម្រាប់បងប្អូនទាំងអស់គ្នាដែលបានមើលឃ្លីបវីដេអូរូបសម្បត្តិមួយនេះរហូតដល់ចប់កុំភ្លេចជួយចុច share ចែករំលែកវីដេអូនឹងអ្នកមួយផងទុកជាចំណេះដឹងដើម្បីឲ្យបងប្អូននឹងយកទៅអនុវត្តក៏ដូចជាធ្វើដើម្បីទទួលបាននូវសុខភាពល្អទាំងអស់គ្នា